បាទរនសស្ដីបងប្អូនរបស់យើងទាំងអស់គ្នានៅថ្ងៃច័ន្ទថ្ងៃដើមសប្តាហ៍យើងទស្សនាជាមួយនឹងមេបាទីរបស់យើងដែលយើងមានមិនច្រើនទេតិចតួចតែប៉ុណ្ណោះនៅក្នុងនេះនៅក្នុងនេះមានខាងប៉ាប៉ារីប្រហែលជា7 8ក្បាលតែបងសុំចែកអស់2ក្បាលហើយចេញសល់ប្រហែលជា5ក្បាលទេប៉ាប៉ារីមេអស់ហើយជប់ចែកឲ្យហើយប៉ាប៉ារីតាមមេប៉ុណ្ណឹងឯងមេ5ឈ្មោលដូចជាឈ្មោល3សាមេ6ហ្នឹងមេ6ឈ្មោល3សល់ប៉ុណ្ណឹងឯងចឹងសល់ប៉ុណ្ណឹងយើងទុកផលិតពងក្នុងការភ្ញាស់បើអញ្ចឹងទេយើងអត់មានកូនប៉ាប៉ារីសម្រាប់លក់ទេហើយសារប៉ាប៉ារីដែលយើងទុកជាកូនជាពូជហ្នឹងគឺនៅរយៈពេលយូរទៀត4ខែ5ខែទៀតណា5ខែទៀតបានយើងអាចសវលទុកជាមេបាអញ្ចឹងណាហើយនេះមកជាមេបារបស់យើងមួយចំនួនហើយប៉ាប៉ារីដែលយើងតែងតែអាប់ដេតជូនហ្នឹងយើងក៏មានការលក់ដែរប៉ុន្តែគាត់ថាយើងលក់លក្ខណៈតិចតួចយើងទុកឈ្មោលមកម៉ោមជាមួយនឹងមេម៉ោមសំល្មមជាមួយនឹងឈ្មោលគឺប៉ុណ្្នឹងឯងហើយយើងអាចនឹងលក់ឈ្មោលច្រើនជាងមេក្នុងករណីដែលវាមានមេឈ្មោលច្រើនប៉ាប៉ារីមកត្រង់របស់យើងហ្នឹងហើយនិយាយទៅចាប់ពីខែ6ទៅយើងលេងខ្វះខាតតទៅនឹងទាសាច់ទាពូជណាទាសាច់ទាពូជសម្រាប់ពុកម៉ែបងប្អូនរបស់យើងហើយដោយសារយើងមានការសហការជាមួយអ្នកភូមិក្នុងការចិញ្ចឹមនិងការជួយទិញគាត់ត្រឡប់មកវិញអញ្ចឹងហើយយើងអាចធ្វើបានជាមួយ3 4គ្រួសារអញ្ចឹងនៅក្នុងមួយវគ្គយើងអាចមានទាចតុងទាសាច់ទាពូជច្រើនអញ្ចឹងគឺយើងងាយស្រួលមែនតើណាអូខេហើយនេះគេមកដណ្ដើមចលែងគ្នានេះគេដណ្ដើមចលែងគ្នាភ្លៀងមួយថ្ងៃបាយផុកវល់អូនោះយើងមានមេកំពុងតែក្រាបមួយណាក្រាបពងអញ្ចឹងនេះគឺជាសមិទ្ធផលរបស់យើងដែលយើងខំកសាងឆ្នៃប្រឌិតណាទិញចូលលក់ចេញមួយចំនួនប៉ាប៉ារីអត់ជន់ឈាមគ្នាទេបាទជាមួយហើយនឹងមេពូមេឈ្មោះរបស់យើងយកខាងផ្សេងយកមកហើយប៉ាប៉ារីគឺរបស់យើងទុកដាក់ឃីងក៏ដូចគ្នាដែរឃីងឈ្មោះយើងអត់ដែលជន់គ្នាទេឈ្មោះផ្សេង